បងប្អូនឆ្នាំខាលលេខសំណាងលេខ154ពណ៌សំណាងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំខាលនៅក្នុងខែ11គឺបងប្អូនពណ៌លឿងបងប្អូនណាបាទពណ៌លឿងគឺជាពណ៌នាំលៀបនាំសំណាងសម្រាប់បងប្អូនកូនក្មួយដែលកើតនៅឆ្នាំខាលអញ្ចឹងអ្នកដែលកើតឆ្នាំខាលខមមិនលេខសំណាងលេខ159ចំណែកពណ៌សំណាងគឺពណ៌លឿងណាបងប្អូនកូនក្មួយណាបាទបងប្អូនកូនក្មួយអ្នកដែលកើតឆ្នាំខាលនៅក្នុងខែ10តឹងតែងមែនតែនបងប្អូនណាបាទគឺជួបរឿងជួបបញ្ហាច្រើនមែនតែនធុញថប់តបប្រមល់តលពុទ្ធោជួយគេហើយស្រឡាញ់គេហើយលះបង់ដើម្បីគេហើយចុងក្រោយយើងអ្នកខុសទៅទៀតអញ្ចឹងអ្នកដែលកើតឆ្នាំខាលគេថាមកជីវិតណាសឹងតែថាខ្លាចមនុស្សព្រោះថាយើងលះបង់ដើម្បីគេយើងជួយគេយើងស្រឡាញ់គេដល់ពេលចុងក្រោយអ្វីដែលជាការលះបង់របស់យើងអ្វីដែលជាកិច្ចខិតខំប្រឹងប្រែងរបស់យើងវាទៅជារលាយសាបសូន្យអស់រលីងណាបាទអញ្ចឹងមកជីវិតអ្នកកើតឆ្នាំខាលបើសិនជាចេះធ្វើមនុស្សអាត្មានិយមណាបងប្អូនកូនក្មួយកុំខ្វល់ជាមួយអ្នកណាបែបជីវិតនឹងរស់នៅមានសេចក្តីសុខបាទអញ្ចឹងអ្នកដែលកើតឆ្នាំខាលខមមិនលេខសំណាងលេខ159ហើយលេខសំណាងគឺលេខសំណាងលេខ159ពណ៌សំណាងពណ៌លឿងហើយអ្នកដែលកើតឆ្នាំខាលទាំងអស់លោកអ្នករាសីសម្រាប់ខែវិច្ឆិកាឆ្នាំ2025ដើមខែអ្នកកើតឆ្នាំខាលមានលុយចូលណាបងប្អូនណាបាទទោះបីលុយតិចលុយច្រើនក៏ត្រូវតែមានលុយចូលដែរសម្រាប់លោកអ្នកដែលកើតនៅឆ្នាំខាលអញ្ចឹងអ្នកដែលកើតឆ្នាំខាលដើមខែគឺមានលៀបចូលមានលុយចូលហើយហេងកាក់កបរីកចម្រើនអញ្ចឹងដើមខែអ្នកកើតឆ្នាំខាលមានលុយចូលបាទសួរលុយច្រើនក៏តិចលុយនឹងច្រើនបាទលុយចូលអ្នកកើតឆ្នាំខាលណាបងប្អូនណាបាទអញ្ចឹងលោកអ្នកសូមឲ្យបានសុខសប្បាយសូមឲ្យបានកាក់កបសូមឲ្យបានរីកចម្រើនអញ្ចឹងដើមខែអ្នកកើតឆ្នាំខាលមានលៀបចូលមានលុយចូលណាបងប្អូនណាបាទហើយសួរលៀបចូលប្រមាណលុយចូលប្រមាណអត់ដឹងដែរព្រោះដឹងថាមានលៀបចូលអញ្ចឹងហេងកាក់កបរីកចម្រើនអ្នកដែលកើតឆ្នាំខាលពីថ្ងៃ9ដល់ថ្ងៃទី11លោកអ្នកត្រូវតែប្រយ័ត្នពាក្យសម្ដីណាបងប្អូនណាតមាត់តមកប្រយ័ត្នពាក្យសម្ដីណាពីថ្ងៃ9ដល់ថ្ងៃ11ហើយបើមិនតមាត់មិនតមសម្ដីទេលោកអ្នកនឹងមានបញ្ហាបានន័យថាយើងនិយាយលេងតែកាន់គេទេយើងនិយាយតែកាន់គេក្នុងន័យមួយល្អទេប៉ុន្តែគេបញ្ជាក់គេប្រកាន់យើងគេរករឿងយើងធ្វើឲ្យយើងនឹងមានទុក្ខមានលំបាកអញ្ចឹងពីថ្ងៃ9ដល់ថ្ងៃទី11អ្នកដែលកើតឆ្នាំខាលគឺត្រូវតែមានការប្រុងប្រយ័ត្ននេះគឺតាក់ទងមួយមាត់ក៏ពាក្យសម្ដីអញ្ចឹងនិយាយត្រង់ថាពីថ្ងៃទី9ដល់ថ្ងៃ11ទៅឈប់និយាយឈប់ស្ដីហ្មងខ្ជិលនិយាយខ្ជិលខ្វល់ណាគេមិនទេណាបងប្អូនណាបាទពាក្យខ្មែរថាណាងក់ថាណារស់តែអញខ្ជិលគិតណាបងប្អូនណាអញ្ចឹងចប់តម្រងស្រួលប៉ុន្តែបើបងប្អូននៅតែយកមកនិយាយបងប្អូនអ្នកខុសណាបងប្អូនអ្នកខុសអញ្ចឹងយើងកុំលូកមាត់ណាបងប្អូនណាបាទពីថ្ងៃ9ដល់ថ្ងៃទី11តមមាត់តមកតមពាក្យតមសម្ដីណាបាទពីថ្ងៃ15ដល់ថ្ងៃទី17បងប្អូនកុំដើរលេងយប់ឲ្យសោះណាបាទកុំដើរយប់ហ្នឹងសំដៅទៅលើអ្នកដើរឆ្លងរាត្រីបើដើរលេងក្តីសូមលោកអ្នកត្រូវត្រឡប់មកវិញមុនម៉ោង12ហ៊ានតែលោកអ្នកពីថ្ងៃ15ដល់ថ្ងៃ17ហ្នឹងលោកអ្នកដើរលេងយប់ឆ្លងរាត្រីបានន័យថាទៅលេងយប់ជ្រៅចូលក្លឹបចូលបារចូលការ៉ាអូខេឬមួយក៏បើកឡានពេលយប់អីគឺមានហានិភ័យខ្ពស់មែនតើអញ្ចឹងសម្រាប់លោកអ្នកជាឪពុកជាម្ដាយមានកូនណាមានកូនវាស្ទាវវាដើរលេងយប់អីហាមមែនតើណាបងប្អូនណាបាទពីថ្ងៃ15ដល់ថ្ងៃ17ហ្នឹងអ្នកដែលមានកូនឆ្នាំខាលអីត្រូវប្រុងប្រយ័ត្នហើយបើមិនមានការប្រុងប្រយ័ត្នទេគឺអាចមានបញ្ហាមានហានិភ័យកើតឡើងបាទតែកើតឡើងអត់មានពិបាកណាទេបាទតែអ្នកផ្ទះហ្នឹងបាទអញ្ចឹងប្រយ័ត្នមែនតែនសម្រាប់អ្នកនិយមដើរលេងយប់ដើរបានមុនម៉ោង12ត្រូវត្រឡប់មកចូលផ្ទះវិញណាអត់មាននៅឆ្លងដល់ពាក់កណ្ដាលយប់មកផ្ទះវិញណាអានឹងអត់បានទេដឹងតែមានបញ្ហាកើតឡើងហ្មងបើមិនជឿសាណាបាទពីថ្ងៃ15ដល់ថ្ងៃ17ប៉ុន្តែបើផុតថ្ងៃ17អានឹងអត់អីទេដើរទៀតចាស់ណាបាទប៉ុន្តែរឿងដើរលេងយប់មិនគួរទេមែនទេបងប្អូននោះបាទប៉ុន្តែបើចាស់អត់អីទេប៉ុន្តែពិបាកចិត្តរឿងក្មេងបាទ
nè để miền cô là dụ kha là dụ đọc mũi kha là dụ phây vậy nó cứ thời tới này nòm côn phẹp côn nó thầm mạng sống mà côn á còn anh xem khá là còn anh cũng đa bây giờ miền rừng nè côn á bà chẳng bây giờ rừng đừng mùi vì ngày đọc rắm đòn ngay đọc phần vì ngày ti mà phây pí đòn ngay ti mà phây buôn sầm đẹp lúc nè để cắt này xem khá cứ vì ngày ti mà phây pí đòn ngày ti mà phây buôn sầm đẹp lúc nè để cắt xem khá cái thằng ban tới ngày ban tới sọc ngày rồi mới có tờ tua đầm nâng thật luôn ấy đừng ban tới ngày bà vì ngày ti mà phải phí đó ngày ti mà phải buôn nè để cả xem khá cứ nâng ban tới ngày ban tới sọc cái bà hơi sầm đẹp nè nào mũi để trong tới sọc cái hơi toàn ban choតែរងចាំចឹងពីថ្ងៃទី22ដល់ថ្ងៃទី24ហ្នឹងគឺអាចនឹងមានឱកាសឬមួយក៏លឺដំណឹងថាយើងនឹងបានទៅស្រុកឆ្ងាយចឹងបងប្អូនកូនក្មួយអ្នកដែលកើតនៅឆ្នាំខាលអ្នកដែលកើតនៅឆ្នាំខាលហ្នឹងគឺពីថ្ងៃទី22ដល់ថ្ងៃ24ហ្នឹងយើងអាចបានទៅស្រុកឆ្ងាយចឹងអ្វីដែលជាក្តីរំពឹងអ្វីដែលជាក្តីបំណងរបស់អស់លោកអ្នកគឺសូមឲ្យលោកអ្នកបានដូចសេចក្តីបំណងបងប្រាថ្នារបស់អស់លោកអ្នកទៅសូមជូនពរឲ្យហេងណាឲ្យបានទៅសុខគេដូចក្តីបំណងអ្នកដែលកើតឆ្នាំខាលចុងខែថែសុខភាពជំងឺសើស្បែកបងប្អូនណាបាទអ្នកដែលកើតឆ្នាំខាលចុងខែថែសុខភាពប្រយ័ត្នមានជំងឺសើស្បែកប្រយ័ត្នមានជំងឺសើស្បែកបងប្អូនណាព្រោះលេខគេថាអ្នកដែលកើតឆ្នាំខាលចុងខែប្រយ័ត្នឈឺហើយឈឺនឹងមិនមែនឈឺជំងឺអីទេគឺជំងឺសើស្បែកប្រយ័ត្នកើតលមាស់ប្រយ័ត្នកើតស្រែងប្រយ័ត្នកើតជំងឺសើស្បែកណាបងប្អូនស្គាល់ហើយណាឡើងទទួលឡើងអីហ្នឹងអាហ្នឹងគឺសិតតែជាជំងឺសើស្បែកអញ្ចឹងគឺត្រូវប្រយ័ត្នមានអនាម័យហើយក៏ស្រឡាញ់ខ្លួនប្រាំទៅអញ្ចឹងពីថ្ងៃទីចុងខែ11ហ្នឹងគឺអ្នកកើតឆ្នាំខាលត្រូវតែប្រយ័ត្នសុខភាពជាពិសេសគឺជំងឺសើស្បែកបងប្អូនកូនក្មួយណាបាទហើយអ្នកកើតឆ្នាំខាលលេខសំណាងគឺលេខ159ចំណែកពណ៌សំណាងគឺពណ៌លឿងលោកអ្នកដែលកើតឆ្នាំខាលត្រូវចងចាំថា